ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាឱសថព្យាបាលពីការមួយចំហៀងខ្លួនខ្ញុំអត់បានដាក់ព្យាបាលពុកម៉ែបងប្អូនណាសូមទោសផងហើយឱសថនេះគឺមានពុកម៉ែបងប្អូនជាច្រើនគាត់បានកំពុងតែត្រូវការអញ្ចឹងកុំឲ្យពិបាកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែមានជំងឺឈឺសរសៃឬក៏ជំងឺលើឈាមឬក៏ជំងឺស្ពឹកដៃស្ពឹកជើងឬក៏ជំងឺបានពីការមួយចំហៀងខ្លួនខ្ញុំបាទប្រាប់ថ្នាំបាទចំនួន4មុខនេះពុកម៉ែបងប្អូនធ្វើដោយខ្លួនឯងចុះពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំនោះមានបល័យមានរំដេងមានខ្ញីហើយមានស្រាអង្ករសតពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនយកមកស្រស់មកហាន់វាឲ្យម៉ត់ហើយត្រាំជាមួយនឹងស្រាសអង្ករដែលគេមិនទាន់លេខទឹកហ្នឹងចំនួន2លីត្រពុកម៉ែបងប្អូនទុករយៈពេល2អាទិត្យសម្រាប់